Hello សួស្តីគ្នាយើងថ្ងៃនេះដែរខ្ញុំមកនិយាយពីគ្រូថ្មីដែលគេ free ថាល្អឬក៏មិនល្អហើយសម្រាប់គ្រូថ្មីគ្រូ Frank Lampard នេះគឺមាន play style ថ្មីមកទៀតហើយគ្នាយើងគឺ play style overload គ្នាយើង play style 2027គឺចេញមកហើយគ្នាយើងគឺការចម្ដងប៉ះ2027ហើយសម្រាប់គ្រូ Lampard នេះគឺជំនួយដល់កីឡាករអុយ23នេះយើងគឺកីឡាករអុយ23គឺ MM ហើយសំខាន់ booster សាហាវទេយើង defensive ហើយនឹង low pass កបសេរីប្រហើយនេះយើងនិយាយទៅចេញគ្រូ free ថាណាឈុតធំប្រហើយនេះយើង economy ហើយសម្រាប់ link up នេះយើងមើលទៅនេះ link up គឺដូចតែរាល់ដងទេនេះយើងមានស្លាប់ឆ្វេងស្លាប់ដាំហើយនឹងប្រយុទ្ធយើងនេះយើងហើយខ្ញុំអត់សូវនិយាយច្រើនទេកន្លែង link up ហ្នឹងនេះយើងវិញអត់ទៅមានគ្នាយើងពេញនិយមលេងទេឥឡូវសម្រាប់ link up play អញ្ចឹងហើយយើងរំលងអាកន្លែង link up នឹងចោលគ្នាគាត់ថាវាមាន link up play មកដូចតែរាល់ដងទេគ្នាយើងហើយសម្រាប់គ្រូ Lampard នេះមកដល់ទៅ2 play style គ្នាយើង long ball និង overload គ្នាយើងហើយ long ball នេះ play style ចាស់ទេគ្នាយើងគឺលេងបាល់ឆ្ងាយនិយាយទៅអា play style long ball នេះក៏អត់ទៅមានគេពេញនិយមដែរគ្នាយើងបើគេពេញនិយមបណ្ដោយគឺ play style long ball counter តែ long ball នេះយូរមានគេលេងមួយទេគ្នាយើងហើយចូលដល់ play style ទី2យើង play style ថ្មីចាស់បណ្ដោយ overload យើង play style ដើម្បីហ្មង2027ហ្នឹងកាចបណ្ដោយនិយាយទៅតឹងប្រយុទ្ធតឹងការពារអីកីឡាករគឺស្រស់គ្នាខ្លាំងហើយយើងអាចមើលបាននិយាយទៅកីឡាករគឺស្រស់គ្នាលេងនៅគៀកគ្នាបណ្ដោយហែកបាល់យកបាល់មកឆ្ងាញ់គ្នាយើងគឺនៅពេលដែលខាងយើងមានបាល់គឺកីឡាករយើងស្រស់គ្នាមកទទួលបាល់បណ្ដោយយើងអត់មែននៅឆ្ងាយឃ្លាតពីបាល់ទេគឺរើបាល់ឡោះដើម្បីឲ្យយើងប៉ះទៅបណ្ដោយហើយគ្រូ Lampard នេះខ្ញុំលេងបាន2 game ហើយគ្នាយើងឈ្នះទាំង2 game តែម្ដងហើយ gameplay ខ្ញុំដាក់ឲ្យគ្នាយើងមើលនៅtrong វីដេអូ